ឥឡូវនេះខ្ញុំកំពុងតែនៅក្នុងព្រៃកោងកាងទឹកសាបធំជាងគេបង្អស់នៅប្រទេសកម្ពុជាតំបន់នេះវាមានទឹកពីងហើយមានដើមខ្នាហើយមានទឹកជប់ទៀតគេដាក់ឈ្មោះថាសហគមន៍ព្រៃឈើទឹកជប់ខ្នាពូដីទាំងអស់1022ហិកតាក្នុងដែលព្រៃកោងកាងនេះវា98ហិកតាស្រះទឹកជប់គឺជាស្រះបុរាណដែលមានអាយុកាលរាប់រយឆ្នាំនិងជាបេះដូងរបស់សហគមន៍មូលហេតុដែលមានឈ្មោះថាទឹកជប់ព្រោះតែទឹកដែលចេញមកមិនចេះដាច់និងបានដើរតួជាប្រភពទឹកដ៏សំខាន់សម្រាប់ព្រៃកោងកាងក្នុងតំបន់នេះភ្ញៀវទេសចរដែលគាត់មកសហគមន៍ហ្នឹងគាត់អាចធ្វើអីគេបានខ្លះចឹងបងភាគច្រើនគាត់មកគឺទស្សនានៅព្រៃកោងកាងនេះបងប្អូនក្លឹបទៅលេងនៅសមុទ្រថាឃើញកោងកាងឯនោះឃើញតែរឹសវាច្រើនប៉ុន្តែមកឃើញកោងកាងខាងនេះវាប្លែកភ្នែកហើយមើលដល់ចាប់អារម្មណ៍ដែរថាព្រៃកោងកាងនេះមិនបានស្រស់ស្អាតទេតំបន់នេះណាបន្ទាប់ពីយើងដើរលើស្ពានឈើប្រវែង1គីឡូម៉ែត្រទស្សនាព្រៃកោងកាងអមសងខាងផ្លូវហើយខ្ញុំបានចូលទៅដល់ក្នុងព្រៃសហគមន៍ទៅឃើញដើមឈើធំដែលមាននៅក្នុងតំបន់អភិរក្សនេះពូអាដើមឈើនៅក្រៅយើងហ្នឹងអាយុកាលវាប្រហែលឆ្នាំហើយអាយុកាលវា200ឆ្នាំជាង200ឆ្នាំជាងបាទអូបើអត់មាននេះប្របាទអ្នកការពារព្រៃឈើដើមនេះអាចនៅបានដល់ធំរហូតដល់សពថ្ងៃទេបន្ទាប់ពីចំណាយពេល2ម៉ោងក្នុងសហគមន៍ហើយក៏មកដល់ពេលបាយល្មមហើយបងជាសមាជិកសហគមន៍គាត់ប្រាប់ថាថ្ងៃហ្នឹងគាត់នឹងបង្ហាញមុខម្ហូបពិសេសក្នុងសហគមន៍នឹងផ្ទាល់ហ្មងថ្ងៃនេះយើងមានប៉ុន្មានមុខដែរមាន3មុខមានបុកលក់មានដតហើយនឹងសម្លកកូរពេលបាយហើយយើងសម្រាប់មួយផ្លែតហើយពួកយើងក៏បន្តទៅបេះស្លឹកខុនមៀដែលសម្បូរខ្លាំងមែនទែននៅតំបន់នេះបន្តិចទៀតហ្នឹងខ្ញុំក៏នឹងបានទៅមើលពីរបៀបដេកស្លឹកខុនមៀនឹងផងដែរតែឥឡូវយើងទៅបេះផ្លែឈើព្រៃមួយចំនួនដែលមាននៅក្បែរសហគមន៍សិនហើយអ្នកនរគ្នាអានេះគឺជាផ្លែម្ជូរតមូងហើយយើងរកបាននៅក្នុងព្រៃហ្នឹងហ្មងបើចាំទៅណាឆ្ងាយវ៉ាវអូខេអ្នកនរគ្នាឥឡូវនេះខ្ញុំកំពុងតែនៅក្នុងកន្លែងដែលគាត់ធ្វើសកម្មភាពដេកស្លឹកខុនមៀហើយស្លឹកខុនមៀហ្នឹងគាត់ប្រើសម្រាប់ប្រក់តបោនេះឃើញយើងឃើញនៅលើយើងស្រាប់ហ្មងគឺគាត់ធ្វើខ្លួនឯងដើម្បីប្រក់ខ្លួនឯងផងហើយគាត់ដាក់លក់ដែរណាបាទនេះកន្លែងសកម្មភាពគណៈកម្មការសហគមន៍គាត់ធ្វើអំបោសបាទដូចខ្ញុំអញ្ចឹងធ្វើបានចុះធ្វើបានដែរនិយាយសួរអីនិយាយថាខ្ញុំសុំចូលរៀនធ្វើផងមែនបាទនេះកូនជង្គង់ឲ្យត្រង់អូខេអានេះជន់ដែរអត់ទេជង្គង់ដាក់ត្រង់ថាយើងប្រឡែងតិចបន្ទូទាញខ្ញុំធ្វើអំបោសនេះមិនតបបានមួយណាជើងខ្ញុំចុកបាត់ហើយចុកចកេះហងចុកអីហើយពាក់ហ្នឹងសើបេះនៅព្រៃយើងទាំងអស់បាទដកហូតក្នុងព្រៃសហគមន៍យើងព្រៃសហគមន៍នឹងផ្ទាល់ហ្មងអញ្ចឹងអ្នកនរគ្នាមកហ្នឹងគឺអត់ខាតទេមានអីធ្វើច្រើនខ្លាំងហើយយើងចង់រៀនពីគាត់បរៀនឲ្យទៀតណាពូអញ្ចឹងថ្ងៃនេះខ្ញុំបានចំណាយពេលមួយថ្ងៃពេញនៅសហគមន៍ព្រៃឈើអេកូទេសចរទឹកជប់ខ្នាពោដែលមួយថ្ងៃហ្នឹងគឺខ្ញុំរៀនសូត្របានរឿងថ្មីជាច្រើនមែនតើជាពិសេសទីតាំងនឹងផ្ទាល់ហ្មងខ្ញុំមិនដែលដឹងថាទីតាំងហ្នឹងមាននៅក្នុងខេត្តសៀមរាបទេហើយក្រៅពីយើងញ៉ាំអីឆ្ងាញ់បែបកំសាន្តអារម្មណ៍ហើយយើងអាចរៀនសូត្រអីថ្មីច្រើនទៀតដូចជាទៅរៀនធ្វើអំបោសហ្នឹងហើយទៅរៀនប្រក់ស្លឹកឈើខុនមៀហ្នឹងហើយដើរបេះផ្លែឈើអីផ្សេងអញ្ចឹងណាអញ្ចឹងអាសកម្មភាពទាំងអស់ហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកនរគ្នាមកទទួលបទពិសោធន៍នឹងដូចខ្ញុំដែរដោយសារតែការចំណាយរបស់អ្នកនរគ្នាហ្នឹងមិនមែនត្រឹមតែជួយដល់សហគមន៍ទេណាសហគមន៍ហ្នឹងគាត់យកលុយចំណូលរបស់គាត់ហ្នឹងគឺយកមកជួយដល់បរិស្ថានយើងផ្ទាល់ទៀតគាត់ដាំដើមឈើគាត់
ល្បាតព្រៃគាត់ការពារអភិរក្សតំបន់ហ្នឹងដើម្បីការពារកុំឲ្យមានគេកាប់ហើយតកតងនឹងជីវិតសត្វព្រៃអីផ្សេងៗអញ្ចឹងវាជួយខ្លាំងមែនទែនទៅសហគមន៍យើងអញ្ចឹងបើសិនអ្នកគ្នាណាគេដែលអត់ទាន់ស្គាល់តំបន់ហ្នឹងទេគួរតែមកលេងទាំងអ្នកខេត្តសៀមរាបទាំងអ្នកនៅខេត្តផ្សេងៗក៏គួរតែមកលេងដែរពេលបានមកដល់ទឹកដីខេត្តសៀមរាបណា